សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍កាន់វីដេអូរបស់ខ្ញុំបងប្អូននេះគឺជាផ្លែល្វាព្រៃនេះជាសណ្តែកក្រហមវាមានគុណប្រយោជន៍ណាស់សម្រាប់សុខភាពសណ្តែកក្រហមនេះគេនិយមដាំនៅលើដីល្បាយខ្សាច់ព្រោះវាមិនត្រូវការទឹកខ្លាំងតែมันអាចខ្វះទឹកបានយើងចូលមកដើមល្វាព្រៃរបស់យើងវិញវាក៏មានគុណប្រយោជន៍ច្រើនណាស់ដែរផ្លែល្វាព្រៃល្អខ្លាំងណាស់ប៉ុន្តែមិនសូវមានមនុស្សប៉ែតតៃចង់បរិភោគវានោះទេនៅពេលដែលវាទុំវាក៏ធ្លាក់ទៅក្នុងដីធ្វើឲ្យពពួកអតិស្កំប្រានវាបំបែកខ្លៃទៅជីនៅក្នុងដីដើមល្វាព្រៃវាមានច្រើនប្រភេទទៅតាមពូជទៅតាមពណ៌តាមសម្បុរមានដើមខ្លះផ្លែតូចដើមខ្លះផ្លែធំដើមខ្លះដើមតូចខ្លះទៀតក៏ដើមធំដល់ស្គមស្កៃងាកមកដើមពូជល្វាព្រៃមួយនេះវិញផ្លែវារាងធំតប៉ែតប៉ិនមេដៃមេជើងផ្លែវាខាងក្រៅស្រស់ស្អាតណាស់តែខាងក្នុងវិញមិនបាច់និយាយដើមល្វាព្រៃគឺសម្បូរខ្លាំងណាស់វាដុះពេញព្រៃភាគច្រើនវាដុះនៅតាមដងអូរឬក៏ស្ទឹងនេះណែបងប្អូនជាដើមល្វាព្រៃខ្ញុំសូមបង្ហាញបងប្អូនទាំងអស់គ្នាកែងលោបងប្អូនមិនស្គាល់ចំណែកឯរុក្ខជាតិវមួយនេះវាឈ្មោះថាសាវម៉ាវព្រៃខែនេះគឺវាជីងត្រួយល្អណាស់អ្នកភូមិរបស់ខ្ញុំគេយកទៅហូបលក់សណ្តែកក្រហមនេះមានអាយុកាល10ថ្ងៃហើយផ្ការបស់វាសលាយក្រហមតិចហើយនេះគឺជាដើមទំពាំងបាយជូរព្រៃបងប្អូននេះមិនមែនជាល្ហុងព្រៃទេជាល្ហុងស្រុកនេះជាដើមល្វាហើយនឹងស្លឹករបស់វាស្រួលចំណាំណាស់អូនេះជាខ្នុរព្រៃណូមិនមែនទេជាខ្នុរដែលអ្នកស្រុកដាំនៅតាមចកាឬក៏តាមស្រែទេខ្ញុំលួចបេះឥឡូវហើយស្គិញណាស់ស្ងាត់កុំប្រាប់ម្ចាស់គេ